សូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់គ្នានៅក្នុងថ្ងៃនេះដែរអ្នកខ្ញុំនឹងធ្វើការបង្ហាញពីប្រភេទរទេះចំនួន2គ្រឿងចាពីម្ចាស់ផ្សេងគ្នាចាសម្រាប់រទេះទី1នេះគឺសម្រាប់យើងលក់ជ្រូកអាំងចាជាប្រភេទបឈរលក់មួយកន្លែងដែលមានទំហំខ្នាតតឹង80ដល់វា1.60 ម៉ែត្រក្នុងចាគឺយើងបានរៀបចំបិទរូបភាពរៀបចំធ្វើចលួញដល់ជ្រូករួចរាល់អស់ហើយណាពុកម៉ែបងប្អូនអាចអញ្ជើញមើលបានចំណែករទេះទី2នេះគឺជាប្រភេទរទេះលក់ត្រីបវលចាជាប្រភេទលក់មួយកន្លែងដូចគ្នាវិលម្ដងបាន10ត្រីទៅ7ត្រីចាហើយយើងបិទរូបភាពរួចរាល់អស់ហើយណាពុកម៉ែបងប្អូនអាចអញ្ជើញបានចានេះខាងក្នុងនេះយើងអាចវិលបាន10ត្រីយើងអាចលើកចង្អើនោះចេញហើយចង្អើ4ទឹកនោះចេញយើងអាចវិលបាន10ត្រីបើយើងដាក់ចង្អើ4ទឹកខាងក្នុងចូលយើងវិលបានតែ7ត្រីទេចាហើយវិលលក្ខណៈស្មើចាហើយយើងមានស្លាបនេះ2ទឹកកន្លះយើងតាំងប្រអប់បាយលក់ចា2ទឹកកន្លះលើកឡើងលើកចុះបានហើយចលួញចកត្រីនេះគឺជាប្រភេទអ៊ីណុកសុតទាំងអស់ពុកម៉ែបងប្អូនអាចអញ្ជើញមើលបានចំពោះដៃស្លឹកខាងក្នុងដាក់ដែក1លីកន្លះជូនគាត់ហើយចង្អើនេះ4ទឹកផ្នែកខាងក្នុងអ៊ីណុកសុតដូចគ្នាចកត្រីនេះ3ទៀតចាចកត្រីសរុបទាំងអស់10ចាសម្រាប់ពុកម៉ែបងប្អូនមានតម្រូវការចង់កំងធ្វើរទេះត្រីដូចក្នុងវីដេអូនេះគាត់អាចមើលបានណាចាហើយចំពោះដបូលគឺយើងប្រាក់ដបូលស័ង្កសីចាដបូលមានស្លាបបាក់អមសងខាងហើយគ្រប់រទេះទាំងអស់ពីខាងយើងខ្ញុំមិនថារទេះគោរទេះត្រីរទេះជ្រូកអាំងអីទេយើងមានហ្វ្រីបិទរូបភាពមួយស្លឹកជូនគាត់គ្រប់រទេះទាំងអស់ចានេះថ្ងៃទិញម្ចាស់គាត់មកយកដល់ខ្លួនឯងចំណាយទី2នេះគឺទៅខាងខេត្តតាកែវចាអានេះរទេះជ្រូកអាំងចាខ្នាតដូចខ្ញុំបញ្ជាក់ខាងលើ80 1.60 ម៉ែត្រចាហើយមានចង្អើនេះកន្លះម៉ែត្រលើកចេញលើកចូលបានចានេះហើយកន្លែងកាប់សាច់កាប់អីនេះចង្អើតាំងជ្រូកនេះជានេះចលួនដល់ជ្រូកចានេះអ៊ីណុកសុតណាពុកម៉ែបងប្អូនចាហើយមានស្លាបបាក់អមសងខាងបិទរូបភាពមានកាំងដាក់ធុងតកចាសម្រាប់ពុកម៉ែបងប្អូនមានតម្រូវការចង់កំងធ្វើរទេះលក់ជ្រូកអាំងត្រីបវលទីបវលចាមន់បវលក្រូចបវលដូចក្នុងវីដេអូដែលខ្ញុំបាន live ខាងលើនេះគាត់អាចធ្វើការតាក់ទងតាមលេខ Telegram ផ្នែកខាងលើបានសម្រាប់ទីតាំងរបស់យើងខ្ញុំគឺនៅភ្នំពេញនៅផ្សារណាំថ្កូវលើផ្លូវ271ស្លាកយីហោរបស់យើងខ្ញុំគឺឈ្មោះផាតតារាចាសូមអរគុណសម្រាប់ការតាមដានទស្សនាវីដេអូរបស់នេះខ្ញុំចាប់ពីដើមរហូតដល់ចប់អរគុណច្រើន